46របៀបចាក់សោឯកសារ Encrypt with Password ដើម្បីការពារឯកសាររបស់យើងកុំឲ្យគេមើលបាននោះយើងត្រូវចាក់សោឯកសារនោះដោយដាក់លេខសម្ងាត់ផ្ទាល់ខ្លួនដែលអនុវត្តដូចតទៅទី1យើងចុចនៅលើ File ទី2យើងចុចនៅលើ Protect Workbook ទី3យើងចុចនៅលើ Encrypt with Password ទី4វាយលេខឬអក្សរសម្ងាត់ចូលក្នុងប្រអប់ Password ទី5ចុច OK ទី6វាយលេខឬអក្សរសម្ងាត់ម្ដងទៀតចូលក្នុងប្រអប់ Re-enter Password ទី7ចុច OK ទី8ចុច Close ទី9ចុច Save របៀបដោះសោឯកសារដំបូងយើងត្រូវបើកឯកសារដែលបានចាក់សោនោះសិនហើយវាយលេខសម្ងាត់ចូលរួចអនុវត្តដូចតទៅទី1គឺយើងចុចនៅលើ menu File ទី2យើងចុចនៅលើ Protect Workbook ទី3យើងចុចនៅលើ Encrypt with Password ទី4លុបលេខឬអក្សរសម្ងាត់នៅក្នុងប្រអប់ Password ចេញទី5ចុច OK ទី6ចុចនៅលើ Close ទី7ចុចនៅលើ Save